ឥឡូវខ្ញុំចូលព័ត៌មានមួយតាក់ទងនឹងសំបុត្រយន្តហោះទៅចិនណាចឹងបងដែលអាសាធ្វើដំណើរចេញចូលប្រទេសចិនទីមួយគឺមានហោះទៅទីក្រុងខ្វាំងជូទីក្រុងកវ៉ាងជូទៅសិនចិនទៅខាងហុងកុងទៅខាងចិងជូទៅណានជីងហើយនិងហ្វូជូចឹងសម្រាប់បងដែលមានទិសដៅ6នេះបងឥឡូវហ្នឹងគឺបងអាចទិញសំបុត្រយន្តហោះធានារយៈពេល1ឆ្នាំបានតម្លៃត្រឹមតែ642ឯង 642ក្នុងម្នាក់ហ្នឹងគឺមានន័យថាទិសដៅដែលខ្ញុំជំរាបជូន6ទិសដៅមិញហ្នឹងហោះពីភ្នំពេញទៅក៏បានហោះពីជ្រះពីប្រទេសចិនមកភ្នំពេញវិញក៏បានដែរអញ្ចឹងបងឲ្យខ្ញុំតែ642ទេបងនឹងទទួលបានការធានាសុវត្ថិភាពរហូតដល់6ជើង6ជើងដែលយើងរាប់ថាមកទៅគឺមួយជើងអញ្ចឹងណាមួយជើងយន្តហោះហ្នឹងណាត្រឡប់មកវិញមួយជើងទៀតអញ្ចឹងបើសិនជាបងប្រើសវត្ថហោះទៅហើយហោះមកមានន័យថាបងប្រើអស់2ជើងអញ្ចឹង6ជើង one way ស្មើទៅនឹង3ជើង return មានន័យថាអឺមកហោះទៅម្ដងប្រើបាន6ដងឬក៏បងទិញទៅមកហ្នឹងបាន3ដងអញ្ចឹងណាម្នាក់ត្រឹមតែ642ឯងបងធានាបានសម្បត្តិហោះហ្នឹងរយៈពេល1ឆ្នាំបងគ្រាន់តែចង់ហោះទៅឧទាហរណ៍ថាឥឡូវបងមានការត្រូវហោះទៅកវ៉ាងជូបងគ្រាន់តែប្រាប់ខ្ញុំមុន3ថ្ងៃមកបងមិនខ្វល់ថាសម្បត្តិហោះឥឡូវតម្លៃគេឡើងដល់ប៉ុន្មានឧទាហរណ៍ខ្ញុំនិយាយថាឥឡូវតម្លៃសម្បត្តិហោះតម្លៃគេលក់ធម្មតា230ចុះក្នុងមួយសម្បត្តិណាហើយបើសិនជាបងទិញគៀកថ្ងៃមុនចេញដំណើរ5ថ្ងៃបាត់បងទិញសម្បត្តិយន្តហោះចឹងតម្លៃសម្បត្តិនោះវាឡើងដល់តម្លៃម្នាក់300ឧទាហរណ៍ណាប៉ុន្តែបើសិនជាបងទិញក្នុងលក្ខខណ្ឌធានារយៈពេល1ឆ្នាំ642ហ្នឹងឯងគឺបងមិនខ្វល់សម្បត្តិហោះឡើងដល់5 600ក៏ដោយទៅមកគឺបងអាចហោះបាន3ដងដដែលមានន័យថាអញ្ចឹងហើយលុយបង642ហ្នឹងគឺមានអាយុកាល1ឆ្នាំឧទាហរណ៍ថាបងទិញនៅថ្ងៃទី1ខែ7ឆ្នាំ2026លុយហ្នឹងនឹងអស់ទៅវិញនៅថ្ងៃទី1ខែ7ឆ្នាំ2027អញ្ចឹងក្នុងរយៈពេល1ឆ្នាំហ្នឹងបើទោះជាបងធ្វើដំណើរអស់ឬក៏ធ្វើដំណើរមិនអស់ក៏ដោយលុយបងចាត់ទុកថាជាមោឃៈអញ្ចឹងបើសិនជាបងក្នុងមួយឆ្នាំបងហោះទៅចិនតែ3ដងទិសដៅដែលខ្ញុំនិយាយនោះឧទាហរណ៍ហោះទៅកងជើម្ដងហោះទៅសិនចិនម្ដងហោះទៅហុងកុងម្ដងចំណេញលើចំណេញអញ្ចឹងសម្រាប់បងដែលមានបំណងថាចូលចិត្តខ្ញុំណែនាំទៅសម្រាប់អ្នកដែលចូលចិត្តដើរលេងអ្នកដែលចូលចិត្ត travel អ្នកដែលគាត់មាន business មុខរបរការងារជាមួយទៅនៅខាងប៉ៃចិនដូចខ្ញុំនិយាយមកអញ្ចឹងទៅកងជើក៏បានទៅសិនចិនក៏បានសិនចិនទីក្រុងអេឡិចត្រូនិកចាកងជើគឺទីក្រុងអាវ៉ាន់ចា